ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញមកវីដេអូមួយទៀតបងប្អូនយើងនិយាយពីអត្ថប្រយោជន៍ពេលបងប្អូនហូបទុរេនមរដូវតើវាមានអត្ថប្រយោជន៍អីខ្លះចំពោះអ្នកធ្វើទុរេននិងអត្ថប្រយោជន៍ពេលបងប្អូនទិញទុរេនមកហូបទុរេនម្ដងពីរដងបីដងក្នុងមួយរដូវប៉ុន្តែអានេះយើងនិយាយថាទុរេនរបស់ខ្មែរយើងណាយើងមិននិយាយទុរេននាំចូលទុរេនអីបងប្អូនខ្លះគាត់ថាឲ្យទៅហូបទុរេនមិនទេទុរេនខ្លះទុរេននាំចូលវាអត់បានផ្ដល់ផលប្រយោជន៍អីដល់ស្រុកខ្មែរយើងឯងអញ្ចឹងអានេះយើងនិយាយតែពីទុរេនដែលដាំដុះដោយកសិករខ្មែរយើងហើយអត្ថប្រយោជន៍មានន័យថាបងប្អូនហូបទុរេនហ្នឹងគឺបងប្អូនជួយបង្កើនសេដ្ឋកិច្ចអ្នកដាំទុរេនពេញមួយឆ្នាំមានតែបង្កើនសេដ្ឋកិច្ចថាពេលបងប្អូនទិញទុរេនទៅបងប្អូនកសិករដែលគាត់ដាំទុរេនគាត់មានលុយគាត់ទៅទិញជីថ្នាំកសិកម្មអញ្ចឹងទៅលុយហ្នឹងវាចូលបងប្អូនតាមរយៈការទិញថ្នាំហ្នឹងហើយបងប្អូនកសិករហ្នឹងគាត់បានយកលុយហ្នឹងទៅបង្កើនការងារបើកប្រាក់ខែឲ្យអ្នកធ្វើការនៅក្នុងចំការទុរេនហ្នឹងណាបាទហើយវាតាមរយៈមួយទៀតបើសិនជាយើងទៅទិញជីថ្នាំក្រុមហ៊ុនជីថ្នាំកសិកម្មហ្នឹងក្រុមហ៊ុនជីថ្នាំកសិកម្មហ្នឹងគាត់បានបង្កើនការងារឲ្យបុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់គាត់ហ្នឹងទៀតអញ្ចឹងវាតគ្នាអញ្ចឹងណាហើយយើងមានន័យថាទុរេនថ្មីត្បិតតែបងប្អូនហូបតែម្ដងឬមួយក៏2 3ដងក្នុងមួយរដូវប៉ុន្តែសកម្មភាពដែលបងប្អូនគាត់ដាំទុរេនមិនមែនតែមួយរដូវទេគឺមួយឆ្នាំពេញតាខែទាំការចំណាយរបស់គាត់ហ្នឹងគឺពេញមួយឆ្នាំអត់មានខែមួយណាដែលយើងមិនត្រូវចំណាយទេអញ្ចឹងការបង្កើនសេដ្ឋកិច្ចនៅក្នុងប្រទេសយើងតាមរយៈការដាំទុរេនហ្នឹងវាពេញមួយឆ្នាំពេញហ្មងអាហ្នឹងយើងនិយាយតាពីការដាំទុរេនទេបងប្អូនយើងមិននិយាយដំណាំផ្សេងដំណាំផ្សេងក៏ជួយបង្កើនការងារឬមួយក៏ជួយចំណូលសេដ្ឋកិច្ចនៅស្រុកខ្មែរយើងដូចគ្នាប៉ុន្តែអាហ្នឹងយើងនិយាយតែពីទុរេនមួយទេឲ្យបងប្អូនហ្នឹងហូបទុរេនមួយរដូវពីហូបទុរេនម្ដងពីរដងអត់មានតាមពិតហូបការហូបទុរេនបងប្អូនម្ដងពីរដងហ្នឹងគឺវាបង្កើនសេដ្ឋកិច្ចខ្មែរយើងច្រើនហើយទុរេនវាជាដំណាំមួយដែលគេហៅថាកសិឧស្សាហកម្មទុរេនជាដំណាំដែលទីផ្សារល្អហើយវាជួយសេដ្ឋកិច្ចយើងខ្លាំងមានន័យថាមិនដូចមានន័យថាយើងការដាំដុះវាត្រូវការចំណាយដើមទុនហើយច្រើនដែរអញ្ចឹងវាក៏ជួយសេដ្ឋកិច្ចស្រុកយើងតាមរយៈចឹងដែរអញ្ចឹងបងប្អូនព្យាយាមរកប្រភពទុរេនណាដែលជាទុរេនរបស់ខ្មែរយើងហូបទាំងអស់គ្នាថ្មីត្បិតថាតម្លៃខុសគ្នាបន្តិចបន្តួចទី1យើងជួយស្រុកខ្មែរយើងជួយសេដ្ឋកិច្ចខ្មែរយើងណាទី2គឺយើងបានជួយកសិករខ្មែរយើងដែលគាត់ដាំទុរេនហ្នឹងយើងជួយលើកទឹកចិត្តគាត់ទៅហូបទៅគាត់មានកម្លាំងដាំទៀតណាហើយទី2សុខភាពបងប្អូនត្រូវគិតពីសុខភាពយើងត្រូវយល់ថាទុរេនគឺគេការដាក់ថ្នាំនៅក្នុងផ្លែទុរេនគឺច្រើនជាងផ្លែឈើផ្សេងដោយសារតែអាហ្នឹងវាបើសិនអាហ្នឹងវាត្រូវការដាក់ថ្នាំច្រើនអញ្ចឹងវាបើដាក់ថ្នាំតិចតួចវាខូចគុណភាពអញ្ចឹងគេត្រូវតែដាក់ច្រើនទេគេដាក់ច្រើនដើម្បីឲ្យវាលក់បានថ្លៃដែរហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងជម្រាបលា